បាទឆ្លើយតបទៅសំណួរដែលបងសួរថាចង់ដាក់លេខទំព័រជាលេខខ្មែរឬក៏អាចចេញជាលេខទំព័រទី1ទី2អញ្ចឹងណាអញ្ចឹងឥឡូវយើងចូលមើលកិច្ចការរបស់យើងដែលខ្ញុំមាន2ទំព័រហើយដើម្បីចង់ដាក់យើងចូលលឿនទៅចូលក្នុង page layout ចូលក្នុងកន្លែងនេះឃើញអត់ page setup អញ្ចឹងអាផ្ទាំងហ្នឹងចេញមកយើងចូលកន្លែង header footer ឃើញអត់អញ្ចឹងកន្លែងនេះយើងអាចជ្រើសគំរូមួយមកចង់បានអា page 1ឬក៏ page off ក៏បានដែរណាអញ្ចឹងកន្លែងនេះខ្ញុំចូល customize footer អញ្ចឹងយើងផ្ទាំងនេះមួយទៀតមកឃើញអត់អញ្ចឹងកន្លែងនេះយើងអាចដូរទៅជាអក្សរខ្មែរបានណាកន្លែងមួយកណ្ដាត់នេះកុំឲ្យប៉ះពាល់នឹងនិមិត្តសញ្ញានឹងណាអញ្ចឹងនេះខ្ញុំដាក់ថាទុំពណ៌ទីហើយនៅក្នុងនេះអានឹងតុងដែរប៉ុន្តែនៅក្នុងនេះតុងតាដូចគ្នាអត់ដូរណាប៉ុន្តែទាំងអស់នេះយើងត្រូវដូរ font យើងអាចចូលក្នុង A នេះមកអញ្ចឹង font ហ្នឹងយើងទៅរក font មួយដែលហៅថាខ្មែរ OS សៀមរាប auto ណាដោយសារតែហេតុតែមានពាក្យ auto ដោយសារតែវាបដូរពីជាភាសាខ្មែរអូតូអញ្ចឹង font ហ្នឹងបងប្អូនត្រូវទៅ download មកចាំខ្ញុំដាក់នៅក្នុង group ខ្ញុំឲ្យទាញយកណា group Telegram នេះមានច្រើនទៀតប៉ុន្តែខ្ញុំចង់និយាយប្រើ font ហ្នឹងអញ្ចឹងដល់ពេលយើងបដូរទៅអញ្ចឹងលេខអក្សរទៅជាអក្សរខ្មែរលេខហ្នឹងទៅជាលេខខ្មែរធម្មតាអូខេបដូររាល់ប៉ុណ្ណឹងអូខេមកនេះទំព័រទី1ណាអូខេទៀតអញ្ចឹងដល់ពេលដែលយើងចុច print preview ឃើញនេះទំព័រទី1មកក្រោមមកទំព័រទី2ឃើញអត់ប៉ុន្តែអាហ្នឹងបញ្ហាមួយគឺបងប្អូនពេលផ្ញើទៅអ្នកដែលអត់មាន font ហ្នឹងគាត់ជាអត់ស្គាល់អក្សរខ្មែរទេលេខខ្មែរទេណាបើអញ្ចឹងពិបាកប្រើ font Limon អីផ្សេងទៀតតែវិធីហ្នឹងអាចងាយស្រួលជាងណាអរគុណច្រើន